បាទសួស្តីបងប្អូនទាំងអស់គ្នាដើម្បីคลายជាទំពាំងស្នងរិស័យដើម្បីคลายទៅជាធនធានមនុស្សមូលធនមនុស្សសម្រាប់បន្តវេនពីបុព្វបុរសជីដូនជីតារបស់យើងក្នុងការអភិវឌ្ឍក៏ដូចជាការការពារជាតិមាតុភូមិរបស់យើងឲ្យបានរឹងមាំខ្លាំងពូកែនោះគឺមានតែការសិក្សារៀនសូត្រនេះទេយើងត្រូវតែទទួលយកការអប់រំទូលមានព្រានប្រដៅការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូមិនត្រូវធ្វើរឹកក្អើតកតមចលាបើចឡោមខំចំពោះលោកគ្រូអ្នកគ្រូដែលជាអ្នកផ្ដល់នៅដំបូលមានចំណេះដឹងគ្រប់បែបយ៉ាងដល់យើងនោះឡើយនៅក្នុងឧបទេសកថារបស់លោកអោមនាគ្រីលោកបានបញ្ជាក់យ៉ាងច្បាស់ថាពេលមករៀនកុំស្ពេរឹកស្ពេត្រកូលស្ពេទ្របចូលក្នុងសាលាផងឲ្យសោះត្រូវតាំងចិត្តជាកូនសិស្សដោយស្ម័គ្រស្មោះកុំអាងយុះកុំអាងប្រាក់បាក់ងាយគ្រូធ្វើយ៉ាងនេះទើបរៀនចេះចំណេះបានតាមលំអានដានលំអតមកយូរបើក្រអើតលើកក្រអោមកោងដាក់គ្រូអកតញ្ញូក្រពើអើយចឹងប្រសិនបើប្អូនមកសិក្សារៀនសូត្រនៅក្នុងសាលាហើយប្អូនធ្វើរឹកក្អើតកតមដោយសារអាងតកូលរបស់ប្អូនជាអ្នកមានអំណាចនោះប្អូននឹងមិនទទួលបាននៅចំណេះជំនាញនោះទេផ្ទុយទៅវិញធ្វើឲ្យប្អូនធ្លាក់ទៅក្នុងសេចក្តីវិន័យអន្តរាយដោយសារការអាងនេះឯងចឹងដើម្បីឲ្យคลายទៅជាទំពាំងស្នងឫស្សីជាទំពាំងដ៏មានតម្លៃប្អូនត្រូវតែគោរពទៅតាមការអប់រំទូលមានព្រានប្រដៅរបស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសជាតិរបស់យើងគឺធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឯងឲ្យคลายទៅជាធនធានមនុស្សទៅជាមូលដ្ឋានធនធានមនុស្សคลายទៅជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ជាតិមាតុភូមិរបស់យើងពោលគឺមិនត្រូវបណ្ដោយខ្លួនឲ្យធ្លាក់ទៅក្នុងគ្រូអភិឆន្ទការដែលគ្មានតម្លៃសម្រាប់ជាតិមាតុភូមិនោះឡើយ